បាទសួស្តីអ្នកទាំងអស់គ្នាចំពោះវីដេអូនេះគឺខ្ញុំចូលទៅដល់ការកែទៅលើលំហាត់យើងបន្តទៀតបាទអ្នកទាំងអស់គ្នាចំពោះការពីវីដេអូមុនគឺខ្ញុំបានបង្ហាញអ្នកទាំងអស់គ្នាទៅលើលំហាត់ទី9រៀបរាល់ហើយឥឡូវនេះគឺយើងចូលដល់លំហាត់ទី10បាទអ្នកទាំងអស់គ្នាអញ្ចឹងចំពោះលំហាត់ទី10នេះគឺមានន័យថានៅពេលដែលយើងចុចប៊ូតុងទី1ធ្វើឲ្យអំពូលទី1នេះភ្លឺអំពូលនេះភ្លឺរហូតអ្នកទាំងអស់គ្នាចង់បញ្ឈប់អ្នកទាំងអស់គ្នាត្រូវចុចអីគេទៅលើ PB0 ហ្នឹងឲ្យគ្រប់10វិទៅអំពូលនេះរលត់បាទអ្នកទាំងអស់គ្នាចំពោះ sequence នេះអ្នកទាំងអស់គ្នាគាត់មើលទៅរៀងប្លែកមានន័យថាយើងត្រូវមកចុចឲ្យជាប់ទៅលើប៊ូតុង stop វិញបាទអ្នកទាំងអស់គ្នាអញ្ចឹងករណីខ្លះគេបើយើងគិតថាវាទៅលើ system ធំវាតែងតែមានត្រូវយកចំណុចលំហាត់ដែលខ្ញុំបានធ្លាប់កែហ្នឹងយកមកផ្នែកទូចតាមលក្ខខណ្ឌតិចតិចយកទៅគុំគ្នាទៅវាទៅជា function មួយដែលធំអញ្ចឹងទៅក៏ពេលខ្លះទៅខ្ញុំក៏ចេះបំបែកនៅក្នុងលក្ខខណ្ឌមួយឲ្យអ្នកទាំងអស់គ្នាថាបើសិនជាអ្នកទាំងអស់គ្នាត្រូវការទៅលើ concept មួយណាអញ្ចឹងទៅយើងធ្លាប់បានមើលវីដេអូឬក៏អីអ្នកទាំងអស់គ្នាអាចធ្វើបានបាទអ្នកទាំងអស់គ្នាអញ្ចឹងនៅក្នុងត្រង់ចំណុចនេះមានន័យថាយើងចុចទៅលើប៊ូតុងទី1វាធ្វើឲ្យអំពូលទី1នឹងភ្លឺចុចប៊ូតុង PB0 ហ្នឹងឲ្យជាប់ទៅលើ10វិធ្វើឲ្យអំពូល PM1 ហ្នឹងរលត់វិញបាទអ្នកទាំងអស់គ្នាអញ្ចឹងចំពោះ sequence នេះខ្ញុំគូរួចរាល់ហើយដោយសារតែខ្ញុំអត់ចង់ឲ្យវីដេអូនឹងយូរពេកអញ្ចឹងទៅខ្ញុំធ្វើការគូឲ្យអ្នកទាំងអស់គ្នាហើយមួយទៀតគឺខ្ញុំចង់ទៅលើវីដេអូនេះគឺខ្ញុំចង់ focus ពាក់ព័ន្ធជាមួយនៅក្នុងការបញ្យល់ទៅតាម sequence មួយនឹងវិញអញ្ចឹងបើសិនអ្នកទាំងអស់គ្នាមានចម្ងល់គឺអ្នកទាំងអស់គ្នាអាចសួរបានបាទអញ្ចឹងខ្ញុំចាប់ផ្ដើមធ្វើការ start អញ្ចឹងក្នុងករណីនេះនៅពេលដែលយើងចុចទៅលើ PB1 អ្នកទាំងអស់គ្នាឃើញទេចុចទៅលើ PB1 វាធ្វើឲ្យ relay នេះដំណើរការអញ្ចឹង L1 នេះជាប់ទោះបីជាយើងដកដៃក៏ភ្លើងរត់ plus នេះដែរវាធ្វើឲ្យ relay នេះដំណើរការអញ្ចឹង L1 នេះក៏ជាប់ដូចគ្នានៅពេលដែល R នេះដំណើរការ L1 នេះ9 16នេះនឹងវាជាប្រភេទដំបងឡើយគឺ NO អញ្ចឹងនៅពេលដែល relay ដំណើរការវាទៅជា NC ដែលធ្វើឲ្យអំពូលនេះភ្លឺអញ្ចឹងនៅក្នុងករណីនេះឃើញអ្នកទាំងអស់គ្នាឃើញចុចប៊ូតុងទី1ធ្វើឲ្យអំពូលទី1នឹងភ្លឺរហូតទេចង់បញ្ឈប់តើចុចអី PB0 នៅជាប់ក៏ប៉ុន្តែនៅក្នុងលក្ខខណ្ឌនេះលំហាត់នេះខ្ញុំដាក់10អញ្ចឹងក៏ប៉ុន្តែនៅក្នុងការគូនេះខ្ញុំដាក់តែ5ទេអញ្ចឹងនេះ PB0 អញ្ចឹងខ្ញុំត្រូវចុច PB0 នឹងឲ្យជាប់គ្រប់5វិដែលខ្ញុំបាន set ទៅវានឹងធ្វើការផ្ដាច់ឃើញទេអ្នកនរអញ្ចឹងយើងដកដៃវិញគឺ timer នេះក៏ឈប់ដូចគ្នាដោយសារតែ relay នេះដែរក៏ប៉ុន្តែនៅក្នុងលក្ខខណ្ឌមួយអញ្ចឹងដោយសារតែយើងអត់មានជាប្រភេទជើងជំនួយទេអញ្ចឹងតើតើយើងចុចវាជាប់បែបនេះអ្នកនរនេះឃើញចុចជាប់ថាមើលនឹងដើរក៏ប៉ុន្តែអត់ឲ្យអីអំពូលនឹងភ្លឺកើតទេដោយសារតែអំពូលនេះភ្លឺដោយសារទៅលើគេ L1 ជាអ្នកបញ្ជាទៅលើប៊ូតុង P1 នេះទេអានេះគឺគ្រាន់តែយើងចាំបាញ់បញ្ឈប់នៅមានតែចុចឲ្យជាប់ទៅតាមនាទីដែលយើង set ទៅវានឹងធ្វើការកាត់ផ្ដាច់ឃើញនេះអំពូលនេះនឹងរលត់អញ្ចឹងចំពោះលំហាត់ទី10គឺខ្ញុំបង្ហាញតែប៉ុណ្្នឹងទេវីដេអូក្រោយខ្ញុំនឹងបង្ហាញទៅលើលំហាត់ទី11បន្តទៀតអូខេអ្នកទាំងអស់គ្នាបើសិនជាមានចម្ងល់ឬក៏ចង់សួរអីអ្នកទាំងអស់គ្នាអាច comment នៅក្នុងវីដេអូនេះបានអរគុណអ្នកទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយបាយបាយ